ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Home Cooking យើងខ្ញុំថ្ងៃនេះខ្ញុំមានវិធីធ្វើជ្រក់ត្រសក់មួយប្រភេទមកបង្ហាញបងប្អូនអំពីវិធីធ្វើដែលជ្រក់ត្រសក់នេះមានឈ្មោះថាជ្រក់ត្រសក់លបើងធម្មជាតិជ្រក់ត្រសក់នេះគឺងាយធ្វើបំផុតហើយគ្រឿងផ្សំវាក៏តិចបំផុតដែរបងប្អូនគឺមានតែត្រសក់ចំណានេះនិងអំបិលនិងទឹកតែប៉ុណ្ណោះចាវិធីធ្វើគឺខ្ញុំមានត្រសក់ចំណានេះចំនួន1គីឡូយកមកលាងសម្អាតប៉ុន្តែមុននឹងលាងសម្អាតគឺខ្ញុំយកវាមកត្រាំជាមួយនឹងម្សៅសូដាហ្វូតជាមុនសិនដើម្បីសម្អាតនៅពពួកមេរោគលាងជម្រះនៅថ្នាំពុលកសិកម្មលាងជម្រះនៅពពួកថ្នាំគីមីដែលគេប្រើប្រាស់ដើម្បីរក្សាទុកបន្លែផ្លែឈើឲ្យបានយូរបងប្អូនចាហើយម្សៅសូដាហ្វូតនេះវាប៉ះពាល់ដល់គុណភាពបន្លែយើងទេហើយក៏មិនប៉ះពាល់ដល់សុខភាពអ្នកញ៉ាំដែរចាអញ្ចឹងខ្ញុំត្រាំវារយៈពេល20នាទីបងប្អូនទើបយកទៅលាងសម្អាតតែបើបងប្អូនអត់មានម្សៅសូដាហ្វូតដូចខ្ញុំគឺបងប្អូនគ្រាន់តែលាងជម្រះធម្មតាជាមួយនឹងទឹក3ទឹកទៅបានហើយនៅពេលដែលយើងលាងជម្រះវាស្អាតហើយគឺយើងយកវាសម្រស់ជាមួយនឹងកញ្ច្រែងទុកឲ្យស្ងួតទឹកចំពោះត្រសក់ដែលគេជ្រើសរើសយកមកធ្វើជ្រក់គឺយកប៉ិនខ្ញុំក៏បានក្តាប់ជាងខ្ញុំក៏បានបងប្អូនជាទូទៅគេធ្វើក្តាប់ត្រសក់ប៉ុន្តែក្តាប់ត្រសក់ពិបាករយូរមានម្ដងចឹងប៉ិនខ្ញុំក៏អត់អីដែរក៏វានៅតែឆ្ងាញ់ដែរចាត្រសក់ដែលលាងហើយគឺយើងទុកឲ្យវាស្ងួតទឹកម្ល៉េះទៅហើយយើងមកដាំទឹកឲ្យពុះដើម្បីធ្វើការស្រោះក្រឡនេះគឺយើងស្រោះដើម្បីយកត្រសក់មករៀបដាក់ក្នុងហ្នឹងដើម្បីធ្វើការត្រាំហើយក្រឡគឺយើងត្រូវយកក្រឡកែវអត់យកក្រឡជ័រទេបងប្អូនទី1គឺវាអាចរួញស្វិតនៅពេលដែលដាក់ទឹកក្តៅចូលទី2កន្លជ័រនៅពេលដែលត្រូវទឹកក្តៅគឺវាបញ្ចេញនៅសារធាតុមហារីកដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកញ៉ាំធ្ងន់ធ្ងរក្រឡនៅពេលដែលយើងស្រោះទឹកហើយក៏យើងត្រូវតែទុកវាឲ្យស្រោះទឹកស្ងួតទឹកបានល្អដែរនៅពេលដែលក្រឡស្ងួតទឹកហើយទើបយើងយកវាមកតម្រៀបត្រសក់ចូលចាចំពោះការតម្រៀបត្រសក់ចូលគឺយើងមិនត្រូវតម្រៀបត្រសក់ឲ្យពេញដល់មាត់ក្រឡពេកទេចានេះខ្ញុំសូមរំលឹកបន្តិចជ្រក់ត្រសក់ជាប្រភេទអាហារសម្រន់ដែលមានរសជាតិជូរអែមស្រួយឆ្ងាញ់និងមានក្លិនឈ្ងុយវាជាអាហារសាមញ្ញតែពេញនិយមនៅក្នុងសង្គមខ្មែរយើងហើយវាជួយទៅដល់សុខភាពជាច្រើននៅក្នុងការរំលាយអាហារការបន្ថយភាពតានតឹងនៅក្នុងខួរក្បាលហើយវាក៏ជួយកាត់បន្ថយការរលាកបន្ថយជាតិស្ករនៅក្នុងឈាមជួយកាត់បន្ថយនៅជាតិខ្លាញ់បានល្អនិងផ្ដល់សារធាតុប្រឆាំងអុកស៊ីតកម្មដែលជំនួយដល់ស្បែកនិងសុខភាពទូទៅពេលយើងទៅរៀបត្រសក់ចូលកន្លបានរួចរាល់ហើយយើងត្រូវទៅដាំទឹកបងប្អូនហើយទឹកដែលយើងត្រូវដាំមកដើម្បីត្រាំត្រសក់ហ្នឹងគឺខ្ញុំប្រើទឹកចំនួន1លីត្រណាបងប្អូនហើយអំបិលហ្នឹងគឺចំនួន45ក្រាមអញ្ចឹងយើងត្រូវដាំទឹកឲ្យពុះចាក់អំបិលចូលកូរឲ្យរលាយសព្វឲ្យអស់ហើយយើងអត់ទាន់ចាក់ទៅក្នុងត្រសក់ភ្លាមទេបងប្អូនយើងត្រូវទុកទឹកហ្នឹងឲ្យត្រជាក់បន្តិចគឺកម្ដៅវានៅត្រឹម60អង្សាបើបងប្អូនអត់មានអីវោះគឺយើងអាចមើលនៅពេលដែលទឹកនឹងបាត់ហុយផ្សែងគឺយើងអាចចាក់ចូលទៅក្នុងត្រសក់ដើម្បីត្រាំបានហើយចំពោះការចាក់ទឹកអំបិលចូលក្នុងក្រឡត្រសក់យើងត្រូវចាក់ឲ្យលិចត្រសក់ប៉ុន្តែមិនត្រូវចាក់ឲ្យពេញដល់មាត់កឡទេយើងត្រូវទុកយ៉ាងហោចណាស់ក៏5សង់ទីម៉ែត្រពីមាត់កឡដែរពីព្រោះអីនៅពេលដែលត្រសក់នឹងជូរទឹកវាអាចផុលឡើងហើយអញ្ចឹងបើទឹកពេញមាត់ក្រឡវាអាចហៀចេញក្រៅបងប្អូនចាហើយនៅពេលដែលយើងចាក់ទឹកនឹងរួចរាល់យើងត្រូវតែមកគម្រប បិទឲ្យជិតណាបងប្អូនហាមបើកទុកចោលនៅខាងក្រៅទូទឹកកកគឺបានន័យថាទុកនៅក្នុងបន្ទប់ជាខាងបាយយើងនឹងរយៈពេល3ថ្ងៃចំពោះខ្ញុំ3ថ្ងៃជូរល្មមញ៉ាំបានហើយបើសិនជាបងប្អូនចង់ជូរខ្លាំងគឺទុកដល់ទៅ4-5ថ្ងៃបងប្អូនហើយនៅពេលដែលវាជូរយើងត្រូវយកវាទៅរក្សាទុកនៅក្នុងទូទឹកកកបានរយៈពេល4សប្តាហ៍ទៅ6សប្តាហ៍មិនខូចឥឡូវត្រសក់ខ្ញុំត្រាំបានចំនួន3ថ្ងៃហើយអញ្ចឹងខ្ញុំមកបើកចែកជូនបងប្អូនមើលចាឃើញថាទឹកត្រសក់ថ្លាល្អបងប្អូនកាលណាធ្វើស្អាតមានអនាម័យត្រឹមត្រូវគឺអត់ឡើងពពុះឡើងផ្អូមអីទេបងប្អូនមើលទៅគឺថ្លាល្អណាស់ខ្ញុំភ្លេចបញ្ជាក់ប្រាប់បងប្អូនណានៅពេលដែលយើងដាក់រៀបត្រសក់ត្រាំចូលកន្លយើងអាចបន្ថែមនៅម្ទេសឬក៏ខ្ទឹមសដាក់ចូលជាមួយត្រាំពេលនឹងបានដែរបងប្អូនតែបើយល់ល្អយើងអាចស្រុះខ្ទឹមសបន្តិចទៅមុនដាក់ចូលចាហើយចំពោះការតាមដានលទ្ធផលរបស់ត្រសក់ហ្នឹង
គឺថ្ងៃទី1ហ្នឹងស្អែកឡើងហ្នឹងទៅសក់រៀងប្រែពណ៌ទៅជាលឿងហើយបងប្អូនហើយទឹកវាប្រែជាសហើយចំពោះថ្ងៃទី3គឺលទ្ធផលបានពណ៌ដ៏ស្រស់ស្អាតប៉ុណ្ណឹងណាបងប្អូនហើយហេតុអីនៅពេលដែលចាក់ទឹកអំបិលចូលទៅក្នុងកន្លទៅសក់ហើយខ្ញុំឲ្យមួគម្រប់បិទឲ្យជិតហាមបើកក្នុងរយៈពេលកំឡុង3ថ្ងៃហ្នឹងណាបងប្អូនដោយសារតែកំឡុងពេល3ថ្ងៃហ្នឹងសក់អត់តន់ជូរទេអញ្ចឹងមិនបាច់បើកទេកាលណាតែបើកប្រេះផ្ដាស់ខ្យល់វាចូលអញ្ចឹងកាលណាខ្យល់ចូលមេរោគវាចូលធ្វើឲ្យទៅសក់យើងវាខូចហ្នឹងបងប្អូនវាឡើងពពុះឬក៏វាឡើងផ្អូមអញ្ចឹងញ៉ាំអត់កើតទេកាលណាវាខូចរសជាតិជ្រក់ទៅសក់ដែលទទួលបានគឺជូរប្រៃឡំស្រួយឆ្ងាញ់ហើយបើបងប្អូនគិតថាអំបិលប៉ុណ្ណឹងប្រៃបងប្អូនបន្ថយមកនៅ40ក្រាមមកបើសិនជាគិតថាស្ទើរប្រៃបងប្អូនដំឡើងទៅ50ក្រាមទៅហើយបងប្អូនអាចទទួលទានសុទ្ធក៏បានឬក៏ហាន់វាជាចំណិតស្ដើងយកមកលាយគ្រឿងដូចខ្ញុំក៏បានគឺខ្ញុំមានលាយនៅប៊ីចេងស្ករខ្ទឹមហើយនិងម្ទេសហើយខ្ញុំក៏បានដាក់ទឹករបស់វាយកមកច្របល់ចូលគ្នាផងដែរធ្វើខ្លួនឯងខ្ញុំច្បាស់តែស្អាតអញ្ចឹងខ្ញុំហ៊ានញ៉ាំទឹកត្រសក់នឹងហេតុអីយើងហៅវាថាជាជ្រក់ត្រសក់លបាំងធម្មជាតិដោយសារតែយើងមានលាយគ្រឿងក្នុងការត្រាំតែអំបិលតែមួយមុខគត់ទុកឲ្យវាឡើងជូរតាមធម្មជាតិដែលអំបិលនេះហើយដែលវាអនុញ្ញាតឲ្យមានការលូតលាស់នៅពពួកបាក់តេរីល្អនៅក្នុងជ្រក់ដែលគុណប្រយោជន៍របស់វាគឺជួយទៅដល់មុខងារកាពះពោះវៀនឲ្យមានការរំលាយអាហារបានល្អចាសសូមអរគុណដែលបានទស្សនាវីដេអូមួយនេះបើសិនជាពេញចិត្តនៅវីដេអូរបស់នេះខ្ញុំសូមជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត